បាទបងប្អូនទាំងអស់គ្នានៅឯសហរដ្ឋអាមេរិកកាលពីថ្ងៃទី5ខែមីនាគឺមានប្រជុំសភាថ្នាក់ជាតិមួយដែលមានការចូលរួមដោយប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump និងមន្ត្រីតំណាងរាស្ត្រផ្សេងៗមកពីរដ្ឋជាច្រើនដែលបានចូលរួមហើយនៅក្នុងកិច្ចប្រជុំសភានោះដែរគឺមានបរិសម្នាក់គឺត្រូវបានគេបណ្តេញចេញពីសាលប្រជុំក្នុងកំឡុងពេលដែលលោក Donald Trump កំពុងតែថ្លែងសន្និសីទកថាតើហេតុអ្វីបានជាគេបណ្តេញបរិសម្នាក់នោះចេញពីសាលប្រជុំតើអញ្ចឹងទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទសហរដ្ឋអាមេរិកកាលពីថ្ងៃទី5គឺមានកិច្ចប្រជុំសភាថ្នាក់ជាតិមួយដែលបានប្រព្រឹត្តឡើងហើយក៏មានប្រធានាធិបតីនិងតំណាងរាស្ត្រជាច្រើនមកពី50រដ្ឋដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនោះដែរកំឡុងពេលកិច្ចប្រជុំនោះដែរលោកប្រធានាធិបតី Donald Trump គឺគាត់បានថ្លែងសង្ខរកថាអំពីអ្វីផ្សេងៗដែលគាត់បានធ្វើនិងស្នាដៃរបស់គាត់ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដឹកនាំប្រទេសរបស់គាត់ស្របពេលនោះដែរគឺមានតំណាងរាស្ត្រម្នាក់មកពីគណៈបកប្រជាធិបតេយ្យគឺគាត់មានឈ្មោះថា Al Green គឺគាត់បានងើបឈរនៅក្នុងកិច្ចប្រជុំហើយបានស្រែកពីចម្ងាយចំអកឲ្យលោក Donald Trump នឹងមានការប្រមាថផ្សេងៗទៅលើលោក Donald Trump ពេលនោះដែរគឺពិតជាមានការរំខានពីតំណាងរាស្ត្រគណៈបកប្រជាធិបតេយ្យម្នាក់នោះមែនទែនដោយសារគាត់បានស្រែកឮៗហើយបានយកឈើច្រត់របស់គាត់នឹងចង្អុលទៅកាន់លោក Donald Trump ដែលកំពុងថ្លែងសង្ខរកថានៅលើវេទិកាផងដែរនៅពេលនោះដែរគឺមានមនុស្សម្នាជាច្រើនបានចាប់អារម្មណ៍ទៅលើ Al Green គាត់បានងើបឈរតែម្នាក់ឯងទេហើយគាត់បានស្រែកទៅកាន់លោក Donald Trump គាត់បានស្រែកឲ្យលោក Donald Trump ថាគឺលោក Donald Trump គ្មានសិទ្ធិគ្រប់គ្រាន់នៅក្នុងការកាត់សេវាសាធារណៈសម្រាប់ព្យាបាលអ្នកជំងឺនៅឯសហរដ្ឋអាមេរិកនោះទេចឹងបានន័យថាលោក Donald Trump ប្រហែលជាគាត់ចង់កាត់ចោលខ្លះនៅសេវាសាធារណៈមួយចំនួនដែលផ្ដល់នៅការថែទាំសុខភាពទៅដល់ប្រជាជនអាមេរិកដែលគាត់គិតថាមិនសំខាន់ដូច្នេះហើយលោក Al Green ដែលជាតំណាងរាស្ត្រមកពីគណៈបកប្រជាធិបតេយ្យគឺគាត់មានការជំទាស់នឹងគំនិតនេះដូច្នេះហើយគឺគាត់បានងើបឈរស្រែកប្រឆាំងនៅពេលដែលលោក Donald Trump គឺគាត់កំពុងតែថ្លែងសង្ខរកថាអួតពីស្នាដៃរបស់គាត់ក៏ដូចជាជ័យជំនះផ្សេងៗរបស់គាត់នៅក្នុងការបោះឆ្នោតកន្លងទៅបាទនៅពេលនោះដែរគឺលោក Al Green គាត់បានស្រែកនៅពាក្យផ្សេងៗទៅលើលោក Donald Trump ម្ដងហើយម្ដងទៀតហើយពេលនោះដែរគឺលោកប្រធានសភាគឺលោក Mike Johnson គឺគាត់បានធ្វើការព្រមានទៅលោក Al Green ហើយគាត់បានប្រាប់អំពីច្បាប់នៃការប្រជុំនៅក្នុងសភាទៅដល់លោក Al Green គឺគាត់បានប្រាប់ថានៅក្នុងកិច្ចប្រជុំគឺសមាជិកដែលចូលរួមគឺត្រូវតែមានការអត់ធ្មត់ក៏ដូចជាចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងឲ្យបានត្រឹមត្រូវនិងអាកប្បកិរិយាផ្សេងៗជៀសវាងការមានបញ្ហាកាន់តែវែងឆ្ងាយហើយគាត់បានប្រាប់ថានេះជាការព្រមានលើកទី1 Members are directed to uphold and maintain decorum in the House and to cease any further disruptions. That's your warning. Members are engaging in willful and continuing breach of decorum, and the chair is prepared to direct the Sergeant-at-Arms to restore order to the joint session. ប៉ុន្តែលោក Al Green ដែលជាតំណាងរាស្ត្រគណៈបកប្រជាធិបតេយ្យគាត់មិនបានខ្វល់នឹងសម្ដីរបស់លោក Johnson នោះទេគឺគាត់នៅតែបន្តស្រែកម្ដងហើយម្ដងទៀតជាដដែលជាហេតុនាំឲ្យលោក Johnson នឹងបានស្នើទៅដល់សន្តិសុខនៅក្នុងសភានោះឲ្យនាំគាត់ចេញពីកិច្ចប្រជុំ Remove this gentleman from the chamber. នៅពេលនោះដែរគឺលោក Al Green គឺគាត់មិនបានជំទាស់ក៏ដូចជាប្រឆាំងអ្វីនោះទេគឺគាត់បានរៀបចំអីវ៉ាន់ហើយដើរចេញតាមសម្រួលគឺគាត់មិនមានការប្រទុះសារាយជាមួយសន្តិសុខឬក៏អ្នកណាផ្សេងនោះឡើយហើយមុនពេលដែលគាត់ដើរចេញគឺគាត់ឆ្លៀតពេលម្ដងទៀតគឺលើកឈើច្រត់របស់គាត់នឹងចង្អុលទៅកាន់លោក Donald Trump ម្ដងទៀតហើយបាននិយាយថាលោកគ្មានសិទ្ធិគ្រប់គ្រាន់នៅក្នុងការបិទសេវាសាធារណៈមួយចំនួនដែលព្យាបាលអ្នកជំងឺនៅឯសហរដ្ឋអាមេរិកនោះទេបន្ទាប់ពីចេញពីកន្លែងប្រជុំគឺលោក Al Green គឺបានទៅជួបនឹងសារព័ត៌មាន ABC គឺគេបានសម្ភាសន៍លោកហើយគាត់បាននិយាយថាទោះបីជាគាត់ងើបតវ៉ាតែម្នាក់ឯងប៉ុន្តែគាត់សុខចិត្តធ្វើបែបនេះគឺប្រសើរជាងមិនមានអ្នកណាសោះដែលងើបប្រឆាំងតវ៉ានឹងលោក Donald Trump ហើយគាត់បានអះអាងថាគាត់នឹងទទួលខុសត្រូវគ្រប់យ៉ាងចំពោះអ្វីដែលគាត់បានធ្វើនៅថ្ងៃនេះបាទចំពោះលោក Al Green ផងដែរគឺថ្មីនេះគឺសភាអាមេរិកគឺគេបានបោះឆ្នោតដើម្បីកោតទោសទៅលើទង្វើរបស់គាត់ដែលបានប្រព្រឹត្តនៅក្នុងសាលប្រជុំដែលជាចាត់ទុកថាជាទង្វើដែលប្រមាថទៅដល់ប្រធានាធិបតីរបស់ពួក
គេហើយក្នុងនោះដែរគឺមានគណៈបកធំៗពីរបានបោះឆ្នោតគឺគណៈបកប្រជាធិបតេយ្យនិងគណៈបកសាធារណរដ្ឋក្នុងសម្លេងបោះឆ្នោតគឺមានសម្លេង224ទល់នឹង198សម្លេងដែលសម្លេងបោះឆ្នោត224គឺជាសម្លេងដែលគាំទ្រឲ្យមានការថ្កោលទោសលោក Al Green ហើយក្នុងនោះដែរគណៈបកដែលមកពីខាងលោក Al Green គឺគណៈបកប្រជាធិបតេយ្យខ្លួនគាត់ហ្នឹងគឺមាន10នាក់បានចូលរួមទៅខាងគណៈបកប្រឆាំងបោះឆ្នោតប្រឆាំងនឹងទង្វើរបស់លោក Al Green ផងដែរដូច្នេះហើយលោក Al Green ត្រូវបានគេចោទប្រកាន់ថាមានទោសពីបទស្រែកឡូឡារំខាននៅក្នុងកិច្ចប្រជុំនិងប្រមាថទៅដល់ប្រធានាធិបតីអាមេរិកលោក Donald Trump បាទបងប្អូនទាំងអស់គ្នានេះគឺជាព័ត៌មានមួយចំនួនដែលពាក់ព័ន្ធទៅនឹងការបណ្ដេញតំណាងរាស្ត្ររបស់គណៈបកប្រជាធិបតេយ្យម្នាក់ដែលបានធ្វើការស្រែកឡូឡារំខាននៅក្នុងកិច្ចប្រជុំរបស់សភាថ្នាក់ជាតិអាមេរិកកាលពីប្រហែលថ្ងៃកន្លងទៅហើយគឺត្រូវបានសន្តិសុខរបស់សភាប្រជុំនឹងគឺត្រូវបាននាំខ្លួនគាត់ចេញខាងក្រៅកិច្ចប្រជុំភ្លាមៗហើយថ្មីៗនេះគឺគេបានបោះឆ្នោតដើម្បីកោតទោសលោក Al Green ដែលជាតំណាងរាស្ត្រគណៈបកប្រជាធិបតេយ្យមកពីរដ្ឋតិចសាសគាត់មានអាយុ77ឆ្នាំឯណោះគឺចាស់ដែរហើយបាទបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំមានព័ត៌មានប៉ុណ្ណេះចង់ចែករំលែកអញ្ចឹងសូមអរគុណសូមជម្រាបលា